សម្រាប់ព័ត៌មានជាចុងក្រោយនេះក្រុមហ៊ុន VEAF បើកដំណើរការព្រឹត្តិការណ៍ Cambodia Expo Series 2026និងចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងភាពជាដៃគូជាមួយនឹងសហគមន៍ចំនួន12ថ្ងៃទី29ខែកក្កដាឆ្នាំ2026ក្រុមហ៊ុន Mingvi Exhibition and Advertisement Service Co Ltd បានប្រារព្ធពិធីបើកជាផ្លូវការនៅ Cambodia Expo Series 2026ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមសំហេងបូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តមគីច័ន្ទរំដួលអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកកវៀនបាវិញនាយកប្រតិបត្តិក្រុមហ៊ុន VEAS និងដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋតំណាងអង្គទូតសមាគមវិជ្ជាជីវៈដៃគូអភិវឌ្ឍសហគ្រាសឯកជននិងបណ្ដាអ្នកសារព័ត៌មាននៅសន្តាគារ Hyatt Regency រាជធានីភ្នំពេញឯកឧត្តមសំហេងបូរ៉ាបានមានប្រសាសន៍កោតសរសើរនិងវេតម្លៃខ្ពស់ចំពោះក្រុមហ៊ុន VEAS ដែលបានបង្កើតវេទិកា Cambodian Expo Series 2026នេះឡើងដែលនេះជាឱកាសមាសសម្រាប់ការបង្កើតឱកាសពង្រីកអាជីវកម្មស្របនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឲ្យវិស័យឯកជនផ្លាស់ប្ដូរពីការប្រកួតប្រជែងតម្លៃទៅផ្អែកលើគុណភាពបច្ចេកវិទ្យាចីរភាពនិងម៉ាកសញ្ញាដើម្បីប្រកួតប្រជែងលើទីផ្សារសកលឯកឧត្តមបានលើកទឹកចិត្តនិងអំពាវនាវឲ្យសហគ្រាសទាញយកអត្ថប្រយោជន៍ពីវេទិកានានាដើម្បីបង្កើតភាពជាដៃគូនិងបង្កើតសមត្ថភាពប្រកួតប្រជែងដែលឆ្ពោះទៅកាន់គោលដៅកសាងកម្ពុជាជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវិនិយោគប្រកបដោយគុណភាពនៅអាស៊ីអាគ្នេយ៍ព្រឹត្តិការណ៍នេះបានប្រកាសជាផ្លូវការនៅព្រឹត្តិការណ៍ពិព័រណ៍និងសន្និសីទអន្តរជាតិដ៏ធំមួយដែលប្រមូលផ្ដុំព្រឹត្តិការណ៍ចំនួន9សំខាន់ដោយផ្ដោតទៅលើវិស័យកសិកម្មបសុទ្ធសត្វវារីវប្បកម្មអាហារនិងភេសជ្ជៈសុខាភិបាលឱសថមន្ទីរពិសោធន៍សម្រស់សុខុមាលភាពសត្វចិញ្ចឹមនិងផលិតផលប្រើប្រាស់ក្នុងឱកាសនេះ VEAS ក៏បានប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយសមាគមវិជ្ជាជីវៈនិងអង្គការដៃគូចំនួន12រួមមានសមាគមសហព័ន្ធកសិករអ្នកផលិតកសិកម្មកម្ពុជាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសហព័ន្ធសហគមន៍និងកសិកម្មកម្ពុជាសមាគមវារីវប្បករកម្ពុជាសមាគមបណ្ដាញកសិករតេជោសមាគមស្ប៉ានិងសុខុមាលភាពកម្ពុជាសមាគមវិទ្យាសាស្ត្រសោភ័ណភាពនិងឡាសៀកម្ពុជាសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាសមាគមអ្នកនាំចេញនិងនាំចូលផលិតផលម្ហូបអាហារកម្ពុជាសមាគមអ្នកផលិតម្ហូបអាហារកម្ពុជាសមាគមអភិវឌ្ឍមន្ទីរពិសោធន៍វេជ្ជសាស្ត្រនិងសមាគមអ្នកចែកចាយឱសថកម្ពុជាតាមរយៈកិច្ចសហការនេះ Cambodian Expo Series 2026នឹងក្លាយជាវេទិកាដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងជំរុញការអភិវឌ្ឍឧស្សាហកម្មពាណិជ្ជកម្មនិងការវិនិយោគព្រមទាំងបង្កើតការតភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយទីផ្សារអន្តរជាតិលោកវិនីគណៈកម្មាធិការរៀបចំនិងនាយកគ្រប់គ្រងក្រុមហ៊ុន VESA បានថ្លែងថា Cambodian Expo Series 2026មិនត្រឹមតែជាពិព័រណ៍ពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែជាវេទិកាសម្រាប់ការផ្លាស់ប្ដូរចំណេះដឹងផ្ទេរបច្ចេកវិទ្យាបង្កើតភាពជាដៃគូនិងពង្រីកឱកាសអាជីវកម្មដែលរួមចំណែកលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះមានក្រុមហ៊ុននិងម៉ាកប្រមាណជាង250មកពីជាង15ប្រទេសនិងព្រមទាំងភ្ញៀវពាណិជ្ជកម្មជាតិអន្តរជាតិជាង5000នាក់ដែលនឹងក្រុងប្រារព្ធធ្វើឡើងនៅថ្ងៃទី26ដល់ថ្ងៃទី28ខែសីហាឆ្នាំ2026នាមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្ររាជធានីភ្នំពេញនាឱកាសនេះ VEAS បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមដៃគូសហការរបស់ខ្លួនដើម្បីបង្ហាញពីវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយបន្ថែមពីលើការតាំងពិព័រណ៍ព្រឹត្តិការណ៍និងរៀបចំសន្និបាតសិក្ខាសាលាវិជ្ជាជីវៈវេទិកាចែករំលែកចំណេះដឹងកម្មវិធីផ្គូផ្គងធុរកិច្ចនិងបណ្ដាញទំនាក់ទំនងអាជីវកម្មដើម្បីបង្កើតឱកាសសហការថ្មីៗទាំងក្នុងនិងក្រៅប្រទេស VEAS បានបញ្ជាក់ថាស៊េរីពិព័រណ៍នេះនឹងដើរតួនាទីជាស្ពានភ្ជាប់អ្នកផលិតអ្នកផ្គត់ផ្គង់អ្នកនាំចូលអ្នកចាត់ចាយនិងអ្នកវិនិយោគដើម្បីជំរុញការវិនិយោគការផ្ទេរបច្ចេកវិទ្យាការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឲ្យមាននិរន្តរភាព